បាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបាទទៀតហើយនៅវីដេអូថ្មីហើយថ្ងៃនេះគឺចង់មកបង្ហាញពីដាតឯកហើយនឹងដងឯកខ្ញុំដាក់ក្រហមបងប្អូនខ្ញុំដាក់ក្រហមតូចស្លាមមួយតូចអញ្ចឹងគឺខ្ញុំមានដងឯកហើយនឹងនេះខ្សែយើងចងខ្សែមានដាតយើងបិទហើយខ្ញុំបិទហើយវាមិនស្ដើងពេកមិនក្រាស់ពេកមិនល្មមនេះចងក្បួនខ្ញុំចងបងប្អូនអញ្ចឹងគឺបងប្អូនដែលអត់ចេះសោះក៏អាចរៀនធ្វើបានដែរនេះខ្ញុំក៏រៀនធ្វើដែរធ្វើហើយក៏ខ្ញុំថតប្រាប់ដើម្បីឲ្យបងប្អូនយើងអ្នករៀនធ្វើអត់ចាំបាច់ទុកក្បាលទុកអីទេខ្ញុំចេះតែធ្វើទៅទេអញ្ចឹងគឺខ្ញុំធ្វើអញ្ចឹងហើយបិទកៅចងហើយបិទកៅ502អញ្ចឹងមកទាំងសងខាងមកហើយឥឡូវចាំមើលនេះចាំជាប់ដូចគ្នាបងប្អូនតោះឥឡូវខ្ញុំមានខ្សែហើយនេះកម្មួនខ្ញុំសុំពួកម៉ាក់ខ្ញុំអញ្ចឹងគេអ្នកធ្វើខ្លែងលោកខ្ញុំសុំគេមកឥឡូវចាំមើលខ្ញុំធ្វើចាំដឹងថាលឺអត់ហេដានហ្នឹងអត់ដឹងថាវែងមែនទេបងប្អូនអត់ព្រោះដានហ្នឹងប្រហែលជា90អីហ្នឹង99ទឹកអីហ្នឹងហើយដងនេះដង1.20 ម៉ែត្រដងនេះហ្នឹង1.20 ម៉ែត្រអញ្ចឹងបងចាំមើលទាំងអស់គ្នាហើយរៀនធ្វើតាមខ្ញុំបងប្អូនព្រោះសារតែខ្ញុំក៏រៀនដែរកំពុងរៀនដែរចាំមើលខ្ញុំធ្វើលឺអត់បងប្អូនចាំមើលខ្ញុំចងតាមហូតចឹងខ្ញុំដាក់4សរសៃបងប្អូនតែតាមបោះនឹងវារឿងធំដែរអញ្ចឹងសាដាក់4សរសៃមើលវាលឺអត់ហើយលឺមិនយើងអត់ទាន់បានសាកទេអាចស្រួលដោះដូរវិញគេថាមានចោះកន្លោះចោះអីខ្ញុំអត់ទេខ្ញុំចង់មកបើអត់ចេះដែរអត់ទៅប្រសពហើយបងប្អូនហើយកមួននេះយើងចាំពេលចងដាក់មួយដងចាំយើងបិទឡូវខ្លាយអត់ដឹងធំតូចវាស្លាប់ជាប់ចឹងហើយបងបាទសួស្តីបងប្អូនឥឡូវយើងមកសាកដំឡើងឲ្យកវីឯកដែលយើងទៅធ្វើហើយបងប្អូនឥឡូវចាំស្ដាប់សំឡេងឯកដែលខ្ញុំទៅធ្វើហើយនេះមើលវាលឺអត់គឺថាតែយើងរៀនធ្វើដូចគ្នាទេបងប្អូនបិទកមួនហើយអីហើយខ្ញុំដំឡើងសាកបងប្អូនចាំស្ដាប់សំឡេងមើលថាវាលឺអត់ទឹកដាក់មិចដំឡើងវាដងខ្ញុំធ្វើរៀងរឹងដែរដងរៀងរឹងហើយយើងឡើងបានតិចទេដោយសារវារៀងរឹងអញ្ចឹងឡើងបានប៉ុណ្ណឹងខ្ញុំស្ដាប់សំឡេងមើលបងប្អូនឈប់លឺហើយតែវាអត់ឆ្លើយអត់ឆ្លើយលឺអាម៉ូទ័រទៀតចាំមើលកោសវាបន្តិចសិនបងចឹងលឺហើយប៉ុន្តែវាអត់ឆ្លើយលឺម៉ូទ័រដោយសារខ្ញុំឡើងរៀងនេះដែរអញ្ចឹងខ្ញុំកោសវាស្ដើងតិចជាងនឹងតិចបងប្អូនអរគុណច្រើនវីដេអូយើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបងប្អូនអរគុណច្រើនជំរាបលា